ក្នុងពិភពគុំនិតដែលមិនប្រាកដយើងស្វែងរកពិតតែភ្លេចចិត្តខ្លួនភ្នែកឃើញតែរូបស្មារតីតែស្នាមអារម្មណ៍នាំផ្លូវឲ្យដើរទៅមុខមិនមានអ្វីជាច្បាស់លាស់ទេហេតុផលមិនអាចគ្រប់គ្រងចិត្តអារម្មណ៍នាំយើងឲ្យជឿនិងស្រឡាញ់ជីវិតគឺស្រមៃក្នុងពេលបច្ចុប្បន្នហេតុផលគ្រាន់តែជាអ្នកបម្រើអារម្មណ៍នៅលើស្ដេចក្នុងចិត្តយើងជឿដោយចិត្តមិនមែនតែគិតពិភពនេះស្ថិតក្នុងបទពិសោធន៍មិនមានអ្វីជាច្បាស់លាស់ទេហេតុផលមិនអាចគ្រប់គ្រងចិត្តអារម្មណ៍នាំយើងឲ្យជឿនិងស្រឡាញ់ជីវិតគឺស្រមៃក្នុងពេលបច្ចុប្បន្នហេតុនិងផលគ្រាន់តែមិនតបដែលចិត្តយើងគូឡើងក្នុងពេលវេលាអតីតប្រាប់តែអ្វីដែលធ្លាប់មិនអាចធានាដូចខ្យល់បក់ហួសយើងមិនអាចចាប់ជំនឿកើតឡើងពីអ្វីដែលធ្លាប់បេះដូងនាំផ្លូវលឹះគំនិតហើយសុភមង្គលស្ថិតក្នុងអារម្មណ៍មិនមានអ្វីជាច្បាស់លាស់ទេហេតុផលមិនអាចគ្រប់គ្រងចិត្តអារម្មណ៍នាំយើងឲ្យជឿនិងស្រឡាញ់ជីវិតគឺស្រមៃក្នុងពេលបច្ចុប្បន្ននៅចន្លោះការសង្ស័យនិងជំនឿយើងរស់នៅដោយអារម្មណ៍នាំផ្លូវនេះហើយជាពន្លឺនៃមនុស្សក្នុងទស្សនៈរបស់ David